mà pe tập lý mua cái là co tim mũi thua được cơ sở Real Madrid tại mà Man City Owen ឧបត្ថម្ភដោយ Michael 7 យ៉ាង Coreno រសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្ត តែប្រយុទ្ធឆ្នាំ Kylian Mbappé បានទម្លាយឈ្មោះអតីតកីឡាករបាល់ទាត់ដល់3ម្នាក់ដែលជាបុគ្គលដំបូងធ្វើរូបគេខ្លាចជាអ្នកគ្រប់គ្រងងប់ងល់របស់ក្រុមអត្រាស Real Madrid ជាការពិតណាស់នៅក្នុងវិថីបាល់ទាត់នរណាក៏ដឹងដែរថា Kylian Mbappé ជាអ្នកគ្រប់គ្រងរបស់អត្រាស និងវីរបុរស Cristiano Ronaldo ប៉ុន្តែផ្ទុយទៅវិញកីឡាករដំបូងគេដែលធ្វើឲ្យខ្សែប្រយុទ្ធបារាំងវ័យ26ឆ្នាំលោកនេះចាប់អារម្មណ៍ចាប់ចិត្តស្រឡាញ់ម្ចាស់ជើងឯក Champions League 15 សម័យកាលគឺលោក Zinedine Zidane ទៅវិញខណៈ CR7 គឺជាកីឡាករទី2 ដកស្រង់ពាក្យសម្ដីដើមពីអ្នកកាសែតអ៊ីតាលីកីឡាករ Kylian Mbappé បាននិយាយអំពីរឿងរ៉ាវខាងលើដូចនេះថាខ្ញុំបានខ្លាចជាអ្នកគ្រប់គ្រងដ៏ងប់ងល់របស់អត្រាស Real Madrid ដោយសារលោក Zidane ហើយក្រោយមកគឺ Cristiano Ronaldo ជានិមិត្តរូបរបស់ខ្ញុំម្នាក់ទៀតខ្ញុំបានទស្សនាការប្រកួតរបស់គាត់តាំងពីក្មេងហើយសូម្បីតែពេលខ្លាចជាកីឡាករក៏នៅតែមើលគាត់តាមក្តីស្រមៃដែលស្រឡាញ់រៀលម៉ាឌ្រីតខ្លាំងដោយសារនិមិត្តរូបទាំងពីរខាងលើបានធ្វើឲ្យកីឡាករ Kylian Mbappé បច្ចុប្បន្នក្លាយជាកីឡាករដ៏សំខាន់បំផុតម្នាក់នៅក្នុងក្រុមអត្រាសខណៈក្នុងរដូវកាលដំបូងនេះលោកគេរកបាន33គ្រាប់ហើយនៅក្នុងចំណោមការបង្ហាញខ្លួនសរុប51ប្រកួត